បងប្អូនខ្ញុំគិតថាបងប្អូនបានឃើញជាមួយនឹងព័ត៌មានការពិព្រឹកមិញដែលសម្ដេចលោកបានណែនាំឲ្យមានការពិនិត្យនិងរៀបចំច្បាប់យកក្មេងទំនើដោយបដូរពីដាក់ពន្ធនាគារឲ្យទៅជួយការងារកងទ័ពនៅតាមព្រំដែនវិញបងប្អូនពេលដែលខ្ញុំបានឃើញជាមួយនឹងព័ត៌មាននេះហើយឃើញថាល្អមែនតែនដោយសារតែបងប្អូនដឹងស្រាប់ហើយថាឥឡូវនេះក្មេងទំនើនៅក្នុងប្រទេសកម្ពុជាយើងគឺមានច្រើនមែនតែនហើយបើសិនជាមិនមានវិធានការណាមួយទេគឺសកម្មភាពនេះនៅតែបន្តចលាចលនៅក្នុងប្រទេសយើងហើយធ្វើឲ្យខូចសណ្ដាប់ធ្នាប់ក្នុងសង្គមមែនតែនបងប្អូនខ្ញុំគិតថាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំយើងគឺល្អមែនតែនព្រោះថាវិធានការនេះគឺវាមានទស្សនវិស័យល្អហើយក៏បានផ្ដល់អត្ថប្រយោជន៍ទៅដល់សង្គមជាតិយើងថែមទៀតបងប្អូនអញ្ចឹងខ្ញុំគិតថាវិធានការនេះមិនត្រឹមតែយើងបានផ្លាស់ប្ដូរក៏ដូចជាតែប្រែទៅលើយុវជនក្មេងស្ទាវមួយចំនួនទេប៉ុន្តែវាក៏ជាវិធានការដែលផ្ដោតលើការកែប្រែអាកប្បកិរិយារបស់គាត់ក៏ជាការបង្កើនការទទួលខុសត្រូវរបស់ពួកគាត់ដោយខ្លួនឯងដែរបងប្អូនហើយការងារការចូលរួមជួយទ័ពនេះគឺផ្ដល់អត្ថប្រយោជន៍ច្រើនមែនតើវាមិនត្រឹមតែបង្រៀនវិន័យឬក៏អនុវត្តច្បាប់និងស្មារតីរបស់គាត់ទេបងប្អូនប៉ុន្តែថែមទាំងជួយឲ្យយុវជនគាត់ទទួលបានបទពិសោធន៍ជាក់ស្ដែងនៅក្នុងការបម្រើជាតិដែរបងប្អូនចាអញ្ចឹងផ្ទុយទៅវិញណាបងប្អូនការចូលរួមនៅតាមព្រំដែនណាគឺជួយបង្កើនស្មារតីស្នេហាជាតិទៅដល់ពួកគាត់ហើយក៏គាត់មានការយល់ដឹងអំពីតម្លៃនៃសន្តិសុខនិងអធិបតេយ្យភាពជាតិរបស់យើងផងដែរបងប្អូន